và có một căn videoដំណើរកំសាន្តមកកាន់បឹងលើភ្នំជាមួយនឹងទេសភាពមើលពពកនិងការញ៉ាំអាហារនៅមាត់ទឹកជាមួយនឹងធម្មជាតិដ៏ស្ងប់ស្ងាត់ផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់មកលេងទីនេះអាចទស្សនាវីដេអូនេះឲ្យដល់ចប់បាទឥឡូវយើងញ៉ាំបាយមកចាប់ផ្ដើមវីដេអូដំបូងគឺយើងធ្វើដំណើរចេញពីភ្នំពេញទៅហើយសម្រាប់ថ្ងៃនេះខ្ញុំធ្វើដំណើរចេញទៅតាំងពីម៉ោង5ព្រឹកព្រលឹមដោយសារតែខ្ញុំទៅវិលល្ងាចទេអញ្ចឹងសម្រាប់បរិយាកាសដែលយើងជិះនៅពេលព្រឹកគឺត្រជាក់ស្រួលសម្រាប់ម៉ូតូយើងគឺត្រជាក់ម៉ាស៊ីនស្រួលហើយស្ថានភាពចរាចរណ៍តាមដងផ្លូវក៏មានភាពស្រឡះដែលយើងអាចងាយស្រួលនៅក្នុងការធ្វើដំណើរនិងមានភាពលឿនរហ័សហើយបន្តមកទៀតខ្ញុំក៏បានមកដល់ច្រកចូលតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោហើយសម្រាប់ទេសភាពនៅថ្ងៃនេះគឺស្អាតមែនទែនដោយសារតែយើងមករៀងព្រឹកដែរអញ្ចឹងសម្រាប់ពពកឬអាប់ដែលមាននៅបូកគោយើងមកពេលព្រឹកគឺឃើញច្រើនហើយចំពោះសីតុណ្ហភាពដែលនៅបូកគោសម្រាប់ពេលព្រឹកដែលយើងមកដល់នេះគឺមានភាពត្រជាក់ខ្លាំងមែនទែនដែលមានសីតុណ្ហភាពអាចនឹងខ្ទង់20ជាងដែលសម្រាប់ដែលយើងជិះ relax លេងកម្សាន្តចឹងបងប្អូនមកនៅក្នុងខែនេះគឺត្រូវហើយគឺដល់ពេលវេលាដែលយើងត្រូវមកលេងហើយគឺត្រជាក់ស្រួលនិងស្អាតមែនទែនបងប្អូនសម្រាប់ទេសភាពនៅខែនេះហើយទាំងធម្មជាតិនៅទីនោះបរិស្ថានអីផ្សេងៗគឺពណ៌ខៀវស្ងាត់ស្រស់ស្អាតមែនទែនដែលវាខុសប្លែកពីពេលដែលយើងមកខែប្រាំងដូចជាអត់សូវស្អាតទេសម្រាប់ដើមឈើឬក៏ស្មៅអីគឺវាអត់មានពណ៌ស្រស់ស្អាតដូចពេលនេះទេអញ្ចឹងឥឡូវនេះខ្ញុំបានឈប់សម្រាកបន្តិចដោយសារតែអាប់ខ្លាំងអញ្ចឹងយើងមើលស្ថានភាពផ្លូវរៀងពិបាកដែរបងប្អូនអញ្ចឹងខ្ញុំសម្រេចចិត្តថាឈប់សម្រាកបន្តិចនឹងមើលជាមួយនឹងធម្មជាតិរុក្ខជាតិដែលដុះនៅលើភ្នំនាខែរដូវធ្លាក់ភ្លៀងនេះផងដែរហើយចំពោះព្រឹកនេះគឺអាប់ខ្លាំងមែនតែនដែលធ្វើឲ្យការធ្វើដំណើររបស់យើងនៅតាមផ្លូវរៀងពិបាកមើលផ្លូវដែរហើយនេះគឺជាផ្លូវដែលយើងចូលទៅកាន់កន្លែងដែលយើងទៅសម្រាប់ហ្នឹងគឺបឹងលើភ្នំដែលបងប្អូនធ្លាប់ទៅលេងហ្នឹងគឺយើងចុះនៅតាមច្រកក្រាសាំងសុគីមិចហើយមកដល់នៅតាមនេះគឺមានជាមួយនឹងទឹកអូទឹកខអីផងដែរហើយបន្ទាប់មកទៀតយើងក៏បានមកដល់បឹងនៅលើភ្នំនេះឃើញថាអាប់ខ្លាំងមែនតើហើយនៅលើនេះក៏មានបងដែលគាត់បានមកបោះតង់នៅនឹងសម្រាប់តាំងពីម្សិលមិញដែលយើងមកដល់ពេលព្រឹកគឺពួកគាត់មួយចំនួនគាត់នៅអត់ទាន់ទៅវិញទេហើយអ្នកខ្លះទៀតក៏គាត់បានរៀបចំអីបែបបានរបស់គាត់ដើម្បីចាក់ចេញនឹងចុះពីនឹងទៅវិញហើយសម្រាប់ទេសភាពគឺស្រស់ស្អាតមែនទែនហើយបងប្អូនមើលទៅគឺពពកនិងអាប់ហ្នឹងគឺមកខ្លាំងមែនទែនហើយជាមួយនឹងរលកធំដែលជាខ្យល់នៅលើភ្នំហ្នឹងនាំពពកនាំអាប់មកច្រើនហើយកន្លែងនេះក៏ស្អាតដែរនេះជាទឹកទំនប់ដែលគេហៅថាបឹងនៅលើភ្នំនឹងឯងបងប្អូនហើយទំនប់នេះគឺនឹងបង្ហូរចុះទៅខាងក្រោមដែលជាកន្លែងដែលយើងទៅសម្រាប់បន្តមកទៀតយើងចេញដំណើរទៅកាន់ទីតាំងរបស់យើងហើយដែលទីតាំងរបស់យើងគឺចុះពីលើផ្លូវហ្នឹងតែបន្តិចទេបងប្អូនប៉ុន្តែបងប្អូនមួយចំនួនប្រហែលជាអត់ចាប់អារម្មណ៍ទេដោយសារតែយើងផ្លូវហ្នឹងដូចជាមិនមែនជាផ្លូវម៉ូតូផ្លូវទេដែលយើងជិះរុកចូលប៉ុន្តែនៅជាប់ផ្លូវទេតែខ្ញុំសង្កេតឃើញថាបងប្អូនយើងខ្លះគាត់អត់ចាប់អារម្មណ៍ថាមានច្រកដែលអាចមកលេងកម្សាន្តនៅនឹងបានស្ងប់ស្ងាត់ល្អហើយបរិស្ថាននៅទីនេះក៏ល្អដែរហើយជាមួយនឹងធម្មជាតិស្រស់ស្អាតទឹកខូជាមួយខ្យល់អាប់មកត្រជាក់ខ្យល់រំភើយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយរំសាយទុក្ខកង្វល់ដែលបងប្អូនទនេពីការងារឬក៏ពីការសិក្សាក៏អាចឆ្លៀតមកជាលក្ខណៈគ្រួសារឬមិត្តភ័ក្តិយើងអាចមកវិលល្ងាចក៏បានយើងអាចមកសម្រាប់បោះតង់នៅនេះក៏បានដែរ
ហើយឥឡូវនេះយើងចាប់ផ្ដើមរៀបចំតុកៅអីរបស់យើងដែលនៅមាត់ទឹកផ្ទាល់តែម្ដងដើម្បីរៀបចំនឹងញ៉ាំអាហារផងដែរប៉ុន្តែមេឃអាចនឹងមានភ្លៀងដែលជាអាប់ដែលវាបក់មកបងប្អូនអញ្ចឹងយើងបានរៀបចំតុករៀបចំកៅអីនឹងហើយខ្ញុំពិតជាសប្បាយចិត្តអារម្មណ៍ពិតជាស្រស់ស្រាយពិតជាបាត់អស់នៅទុក្ខកង្វល់មែនទែននៅពេលដែលបានមកដល់ទីនេះជាមួយនឹងស្ដាប់សំឡេងទឹកហូរហើយពិតជាស្រស់ស្រាយហើយបងប្អូនដែលមកនៅក្នុងខែនេះគឺសូមពាក់អាវរងាឬអាវក្រាស់ផងឥឡូវនេះខ្ញុំបានកាប់ដើមឈើបន្តិចដើម្បីយើងចងខ្សែធ្វើជាបង្គោលមួយសម្រាប់ការពារបើសិនជាមានករណីមានភ្លៀងគឺយើងនឹងគ្របតង់របស់យើងពីលើកន្លែងរបស់យើងភ្លាមតែដោយសារឥឡូវនេះមេឃអត់ទាន់មានភ្លៀងទេយើងគ្រាន់តែចងព្រៀងទុកឲ្យហើយបើសិនជាមានករណីភ្លៀងយើងនឹងគ្របភ្លាមដោយសារយើងក៏ចង់បានបរិយាកាសជាមួយនឹងបរិស្ថានដ៏ស្រស់ស្ងប់ស្ងាត់និងស្រស់បំព្រងជាមួយនឹងសំឡេងទឹកហូរនេះគឺពិតជាកម្រជួបបងប្អូនដោយសារភាគច្រើនអ្នកដែលគាត់ជិះកាត់នៅតំបន់ហ្នឹងបើសិនជាអ្នកស្គាល់គាត់ចូលតែអ្នកមួយចំនួនដែលគាត់អត់ចាប់អារម្មណ៍គឺប្រកាសជាអត់ឃើញទេអញ្ចឹងសម្រាប់បងប្អូនដែលចង់មកលេងកម្សាន្តនៅនេះគឺយើងចុះពីខាងបឹងលើភ្នំនឹងមកវិញប្រហែលជា2ទៅ300ម៉ែត្របងប្អូនមើលនៅខាងស្ដាំដៃហ្នឹងគឺនឹងឃើញហើយតែតបបងប្អូនយើងចាប់អារម្មណ៍បន្តិចឥឡូវយើងចាប់ផ្ដើមស្រស់សពអាហារនេះនិងស្ដាប់សំឡេងទឹកហូរទាំងអស់គ្នាបាទបាទហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំក៏សូមសំណូមពរទៅដល់បងប្អូនដែលបានទៅលេងកម្សាន្តនៅតំបន់នេះកុំភ្លេចវិចខ្ចប់និងទុកដាក់នៅសម្រាប់បងប្អូនទៅវិញផងដោយសារខ្ញុំគិតថាកន្លែងនេះស្រស់ស្អាតមែនទែនអញ្ចឹងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាបាទ